នោះជាត្រីរបស់ខ្ញុំនៅក្នុងនោះចាំមើលថាតើវាឆ្លើយឬអត់វាមកដល់ហើយមិនអាចទៅរួចទេតើអ្នកអាចប៉ះវាដោយរបៀបណាពិតជាមានអ្វីមួយនៅទីនោះមែនបងធំអ្នកគឺជារ៉ាដាវាហាក់ដូចជាអេហ្គោបានលួចចូលវាពិតមាត់វាប្រកាសជាជាប់នឹងថ្មហើយបើកភ្នែកឆ្កែរបស់អ្នកហើយមើលដោយប្រុងប្រយ័ត្នស្ដេចនាគអាហារត្រូវបានបំរើហើយអ្នកបានបោកប្រាស់អ្នកទទួលបានត្រីនេះដោយសារតែអ្នកធ្វើឲ្យវាភ្ញាក់ផ្អើលនោះមិនរាប់បញ្ចូលទេខ្ញុំបានបោកប្រាស់ហេតុអ្វីបានជាវាមិនទៅជាមួយអ្នកតើវាគិតថាអ្នកមានក្លិនមិនល្អទេនេះចម្លែកណាស់ត្រីប្រភេទនេះភ្លឺរលោងនិងធ្ងន់យ៉ាងហោចណាស់3ផោនកន្លះបងធំរ៉ាដារបស់អ្នកពិតជាត្រឹមត្រូវវាគ្រាន់តែអេហ្គោបានលួចចូលសញ្ញាលីអេហ្គោកុំឆ្មើងឆ្មៃពេកប្រសិនបើអ្នកមានសមត្ថភាពខ្លាំងចូលទៅកំពង់ផែលើនេះជាមួយនឹងរូបរាងរបស់អ្នកនឹងមានសំណាងប្រសិនបើអូតខូនៅកំពង់ផែយកអ្នកទៅអញ្ចឹងបើកភ្នែករបស់អ្នកឲ្យធំមើលពីរបៀបដែលខ្ញុំប្រើវានៅថ្ងៃនេះដើម្បីយកសាច់សម្រាប់ប្អូនស្រីរបស់ខ្ញុំអូអេហ្គោឯងកំពុងធ្វើអ្វីអេហ្គោត្រីនេះមិនល្អទេវាមើលទៅធំប៉ុន្តែសាច់វាលងហើយរឹង30យន្តនោះជាចំនួនច្រើនបំផុតដែលខ្ញុំអាចផ្ដល់ជូនបាន30ឡាវស៊ូការវិនិច្ឆ័យរបស់ឯងអាក្រក់ដូចជញ្ជីងរបស់ឯងដែរត្រីនេះទើបតែចេញពីទឹកសាច់ត្រីនេះរឹងដូចថ្មហើយឯងកំពុងប្រាប់ខ្ញុំថាវារឹងយកវាទៅឬទុកវាចោលខ្ញុំឡាវស៊ូជាមនុស្សតែម្នាក់គត់ដែលចាប់ត្រីបានល្អនៅកំពង់ផែទៅស៊ូគេឯងយីទេអេហ្គោចៅវ៉ៃស៊ូជាអ្នកជំនាញបើគាត់និយាយថាទេគាត់មានន័យថាទេយកលុយរបស់ឯងទៅហើយចេញពីទីនេះឡាវស៊ូកុំពន្យាពេលការងាររបស់អ្នករាល់គ្នាមើលឡាវស៊ូកំពុងធ្វើវាម្ដងទៀតមានមេដែកជាប់នឹងបាតដុំនេះគាត់នឹងហែកឯងយ៉ាងហោចណាស់កន្លះផោនលើកមុនវាងដាណាត្រូវបានគេបោកប្រាស់ដោយត្រីក្អែកពណ៌លឿងនោះឡាវស៊ូធ្វើជំនួញដោយមន្តសការតើនោះជាមរតកគ្រួសាររបស់ឯងជាប់នឹងបាតដុំនេះមែនទេឥតប្រយោជន៍ទេអ្នកកុំនិយាយមិនសមហេតុសមផលអីខ្ញុំមិនដឹងថានេះជាអ្វីទេព្រះឲ្យមេដែករឹងដូចភ្នំឡាវស៊ូកំណប់ទ្រពដែលធ្លាក់ពីដុំរបស់អ្នកធ្ងន់ជាងត្រីទៅទៀតវាមានទម្ងន់ជាងត្រីទៅទៀតអ្នកចាស់ស៊ូខ្ញុំឆ្ងល់ថាហេតុអ្វីបានជាត្រីក្អែកលឿងទម្ងន់3ផោនរបស់ខ្ញុំមានទម្ងន់ត្រឹមតែ2ផោនកន្លះនៅទីនេះតើអ្នកគិតថាខ្ញុំវាងដាណាជាមនុស្សបោកប្រាស់អ្វីគ្មានផ្លូវទេវាគ្រាន់តែចាស់ហើយតាក់ទាញធូលីប៉ុណ្ណោះអ្នកចាស់ស៊ូត្រីនេះមានមន្តអាគមវាថែមទាំងអាចតាក់ទាញជាតិដែកទៀតផងខ្ញុំគិតថាវាមិនចាស់ទេវាដូចអ្នកដែរបេះដូងរបស់វាខ្មៅហេតុអ្វីបានជាខ្ជិះខ្ជីពាក្យសម្ដីឆ្លោះប្រកែកជាមួយវាតើអ្នកណាហ៊ានលក់ត្រីឲ្យវាម្ដងទៀតតោះទៅលក់នៅក្នុងទីក្រុងអ្នកទាំងអស់គ្នាជឿខ្ញុំចុះបងប្រុសអ៊ឺហ្គោខ្ញុំខុសហើយខ្ញុំងឹតភ្នែកដោយសារលោភលន់សូមមេត្តាផងខ្ញុំត្រូវចិញ្ចឹមគ្រួសារខ្ញុំជាមួយតូបនេះអ្នកនិយាយថា30យន់ប៉ុន្តែវាមិនពិតទេ120 150បងប្រុសអ៊ឺហ្គោខ្ញុំនឹងយកត្រីនេះក្នុងតម្លៃ150សូមចាត់ទុកថាវាជាការសុំទោសរបស់ខ្ញុំចំពោះប្រាក់150យន្តរបស់អ្នកលោកខើចាស់អ្នកកំពុងប្លន់ខ្ញុំទេអ្នកត្រូវបានគេប្លន់ដាណាកុំប្រកែកអីបងប្រុសអ៊ឺហ្គោត្រីនេះគឺជាអំណោយពីស្តេចណាកវាមានតម្លៃណាស់តើអ្នកគិតយ៉ាងណាចំពោះរឿងនេះចងចាំថាខណៈពេលដែលនៅតែមានពេលវេលាដើម្បីជួសជុលនៅពេលដែលចិត្តមនុស្សកងពួកគេមិនអាចត្រង់ឡើងវិញបានទេបងប្រុសដេណាឧបករណ៍រកឃើញនាំចូលទាំងអស់ដែលអ្នកមានមោទនភាពចំពោះរ៉ាដានាំចូលរបស់អ្នកនៅទីបញ្ចប់វាមិនមានប្រយោជន៍ដូចស្បែកជើងរំដោះធម្មតាមួយគូពីអ៊ឺហ្គោទេចៅហ្វាយកុំកាត់វាទៀតអីខ្ញុំនឹងយកបំណែកនោះប្អូនប្រុសតូចអ្នកបានរកវាឃើញហើយទិញច្រើនណាស់វាសម្រាប់ឱកាសដ៏រីករាយនៅផ្ទះកាន់តែរីករាយជាងឱកាសដ៏រីករាយទៅទៀតវាសម្រាប់ពិធីមង្គលការរបស់ប្អូនស្រីខ្ញុំទុកឲ្យនាងស៊ីសាច់រហូតដល់នាងឆ្អែតព្រះឲ្យអ៊ឺហ្គោអ្នកបានលក់ត្រីរបស់ឡៅឈរក្នុងតម្លៃមាសជាអ្វីថ្ងៃនេះខ្ញុំនឹងធ្វើឲ្យឆ្នាំងរបស់ខ្ញុំហៀប្រេងឆ្មាសេនវាទើបតែចេញពីឆ្នាំងទេប្រយ័ត្នកុំឲ្យរលាកមាត់ខ្ញុំខ្លាចរលាកខ្លួនឯងខ្ញុំខ្លាចថាវានឹងបាត់ទៅវិញក្នុងពេលបន្តិចទៀតប៉ាម៉ាក់អ្នកញ៉ាំដែរតោះញ៉ាំពេលពិធីជប់លៀងចាប់ផ្ដើមខ្ញុំមិនចូលចិត្តញ៉ាំសាច់ទេដោយសារតែអ្នកវារំខានដល់ការសង្កេតមើលមេឃពេលយប់និងការវិនិច្ឆ័យរបស់ខ្ញុំចំពោះយូសុនមិនអីទេអ្នកបានសង្កេតឃើញបាតុភូតមេឃកាលពីម្សិលមិញហើយបានយកស្បែកជើងខូចមួយមកវិញប្រញាប់ញ៉ាំវាទៅប៉ាស្បែកជើងខូចគ្មានស្បែកជើងសាច់ទេស៊ីឲ្យអស់ណាប៉ាលុយនេះស្អាតរកបានតាមរយៈការខិតខំរបស់ខ្ញុំអ្នកពិតជាមានសមត្ថភាពណាស់បងប្រុសចុះអ្នកចេញទៅធ្វើការជាអ្នកបញ្ចាំជារៀងរាល់ថ្ងៃចាប់ពីពេលនេះទៅវិធីនោះយើងអាចញ៉ាំសាច់របស់មិត្តភក្តិយើងបានជារៀងរាល់ថ្ងៃសាច់នោះជាសាច់ដែលមានគុណភាពខ្ពស់ពីលោកគ្រូស៊ីប៉ុន្តែទោះបីជាមានសាច់ល្អក៏ដោយយើងមិនមានទូកនេសាទដែលអាចប្រើបានទេប្រាក់តិចតួចដែលយើងរកបានឥឡូវនេះគឺស្ទើរតែមិនគ្រប់គ្រាន់សម្រាប់គ្រួសារដើម្បីរស់នៅទេប្រសិនបើយើងចេញទៅសមុទ្រដើម្បីនេសាទម្ដងទៀតទូកនេសាទចាស់របស់យើងពិតជាគ្មានប្រយោជន៍ទេ
ប្រសិនបើយើងជួបប្រទះព្យុះធំមួយវាប្រហែលជាមិនអាចទ្រាំទ្របានទេមែនហើយប៉ានិយាយត្រូវការញ៉ាំសាច់គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះខ្ញុំត្រូវការទូកដែកពិតប្រាកដមួយដើម្បីឲ្យពួកគេអាចញ៉ាំសាច់បានជារៀងរាល់ថ្ងៃពូដាសានត្រឡប់មកវិញដោយដៃទេម្ដងទៀតតើអ្នកនឹងចេញទៅនេសាទឬអ្នកកំពុងនិយាយសួស្ដីពេលព្រឹកដល់ស្ដេចនាគតើអ្នកដឹងអ្វីខ្លះវាមិនមែនថាថ្ងៃនេះគ្មានត្រីទេវាគ្រាន់តែថាខ្ញុំពូដាសានមិនបានកែសម្រួលឧបករណ៍នេសាទឲ្យបានត្រឹមត្រូវគ្មានត្រីតូចសូម្បីតែមួយនៅក្នុងធុងខ្ញុំគិតថាខ្ញុំបានលែងពួកវាតាមយុទ្ធសាស្ត្រវាគ្រាន់តែថាទូកមិនល្អគ្មានទូកម៉ូទ័រទេប៉ុន្តែពួកវានៅតែនិយាយអំពីជ្រុនទឹកសមុទ្រជាមួយនឹងដំបងនេសាទនាំចូលរបស់ខ្ញុំដរាបណាខ្ញុំបោះវាចេញត្រីបានតម្រង់ជួរដើម្បីចាប់ខ្ញុំហាវ៉ាងដាណាដំបងរបស់អ្នកនាំចូលដូច្នេះហេតុអ្វីបានជាអ្នកឆ្លោះជាមួយប៉ារបស់ខ្ញុំសំណាញ់នេសាទរបស់ខ្ញុំរហែកហើយអ្នកកំពុងលែងអ្វីទាំងអស់ចេញប៉ាអ៊ឺហ្គោអ្នកកំពុងការពារអ្នកផ្សេងប្រសិនបើប៉ារបស់អ្នកមានសមត្ថភាពគាត់អាចរកឃើញត្រីបានយ៉ាងឆាប់រហ័សអ៊ឺហ្គោកុំខ្វល់ពីគាត់អីប៉ាគិតខុសថ្ងៃនេះតោះទៅប៉ាតោះថ្ងៃនេះយើងនឹងទៅលេងឆ្នេរខ្សាច់ប៉ានឹងបង្ហាញគាត់ពីអត្ថន័យនៃការត្រឡប់មកវិញជាមួយនឹងទំនិញពេញដោយគ្មានទុកប៉ាចង់ឃើញថាតើអ្នកទាំងពីរអាចជីកមាសចេញពីភក់នេះបានដែរឬទេប្រញាប់ឡើងអ៊ឺហ្គោនឹងឆ្លោះជាមួយដាណាម្ដងទៀតឈប់មានបងប្អូនមកលាក់ខ្លួននៅក្នុងភក់កំពុងដេកលក់ប៉ាខ្ញុំបានឃើញរឿងនេះកើតឡើងយូរមកហើយភក់នៅទីនេះទុនដែលត្រូវនឹងខ្សែកង់លាក់ខ្លួនរបស់មឹកអូខ្សែកង់លាក់ខ្លួនពូដាសានបើអ្នកអាចជីកអ្វីមួយចេញពីភក់នេះបានខ្ញុំនឹងយកធុងដង្កូវខ្សាច់ទាំងមូលនេះរណ្ដៅភក់នេះមើលទៅពិតជាវាហាក់ដូចជាមានអ្វីមួយនៅទីនោះអ៊ឺហ្គោកាលពីលើកមុនមានរឿងអាក្រក់កើតឡើងជនចាស់នោះកំពុងអួតម្ដងទៀតជើងឆ្វេងរបស់គាត់ផ្អៀងទៅខាងក្រោមប្រាក់50យន្តសម្រាប់ផ្ទះនោះស្ទើរតែត្រូវបានរកឃើញដោយប្រពន្ធរបស់គាត់កាលពីម្សិលមិញតើអ្នកកំពុងធ្វើអ្វីជាមួយជើងរបស់ខ្ញុំជីកឥឡូវនេះកុំលេងសើចអីបងធំកុំប្រញាប់ស៊ីដង្កូវខ្សាច់អីខ្ញុំស្រាប់តែដឹងថាជើងឆ្វេងរបស់អញហាក់ដូចជាមានតម្លៃជាងរបស់នៅក្នុងភក់ទៅទៀតឯងកំពុងនិយាយមិនសមហេតុសមផលគុំនិយាយមិនសមហេតុសមផលតើជើងខ្ញុំមានតម្លៃប៉ុន្មានឈប់បដូរប្រធានបទទៅបើឯងជីកវាចេញមិនបានទេចូលទទួលស្គាល់ថាចាញ់អ៊ឺគោឯងរករឿងហើយឬនៅប៉ារបស់នៅក្នុងភក់មិនរួចទេតាមពិតទៅខ្ញុំពិតជាសរសេរទៅកាន់បងធំកំណប់ទ្រពនៅខាងក្នុងចាប់អារម្មណ៍នឹងការកេងជាងបងប្រុសដាណាចូលយើងបើកភ្នែកមើលតើធ្នើស្បែកជើងរបស់អ្នកធ្វើពីមាសមែនទេតើអ្នកលាក់អ្វីនៅទីនោះហេតុអ្វីបានជាអ្នកភ័យខ្លាំងម្ល៉េះតើអ្នកខ្លាចប្រពន្ធរបស់អ្នកនឹងដឹងទេកុំប៉ះស្បែកជើងខ្ញុំគ្មានអ្នកណាប៉ះស្បែកជើងខ្ញុំទេអ្នកណាដែលប៉ះវានឹងត្រូវខ្ញុំវាយពូដាណាឈប់លោតបើអ្នកលោតទៀតបាត់ស្បែកជើងនឹងជ្រុះតើកំណប់ទ្រពអ្វីនៅខាងក្រោមហេតុអ្វីបានជាអ្នកមើលជើងខ្ញុំប្រញាប់ឡើងហើយជីកភួររបស់អ្នកឈប់ធ្វើពុតជាខ្មោចទៅខ្ញុំកំពុងតែអន្ទះសារហើយសិនជឿមកវិនិច្ឆ័យរឿងនេះគ្រាន់តែនិយាយថាមានស្បែកជើងមាសលាក់នៅក្នុងស្បែកជើងរបស់អ្នកឲ្យគាត់មកបើកវាដោយខ្លួនឯងបុកបរោះខ្ញុំនឹងហៅអ្នកថាបុកបរោះយកព្រមទេកុំស្រែកថាខ្ញុំមានអ្វីមួយបងប្រុសធំណាអ្នកពិតជាអាចកំបាំងមែនស្បែកជើងរបស់អ្នកពិតជាអស្ចារ្យជាងអាងកំណប់ដ៏ធំមួយទៅទៀតទេនេះជាអំណោយសម្រាប់ពូដាសានដើម្បីចិញ្ចឹមកូនទាបងប្រុសអ៊ឺហ្គោមាត់របស់អ្នកត្រូវតែចាក់សោឲ្យណែនកុំលាក់បាំងពេកពូណាមកដល់ហើយកុំបារម្ភមិនថាមាត់ខ្ញុំណែនឬអត់ទេអ្នកមិនចាំបាច់មើលខ្ញុំទេអ្នកត្រូវមើលផ្នែកខាងក្រោយនៃបាតស្បែកជើងរបស់អ្នកណាថាពួកគេមិនអាចជីកវាចេញបានគ្រាន់តែប្រើថ្នាំសម្លាប់សត្វល្អិតជីកវាចេញឥឡូវនេះអ៊ឺហ្គោគាត់កំពុងកាន់ដៃច្បាស់ជាមានអ្វីមួយនៅទីនោះអ្នកណាដែលនិយាយអំពីថ្នាំសម្លាប់សត្វល្អិតម្ដងទៀតខ្ញុំនឹងប្រយុទ្ធជាមួយពួកគេអ៊ឺហ្គោចេញពីផ្លូវទៅនេះជាការងារបច្ចេកទេសវានៅតែអាស្រ័យលើឪពុកដែលមានបទពិសោធន៍របស់ខ្ញុំដូច្នេះតើអ្នកអាចបើកភ្នែកធំគ្រប់គ្រាន់ដើម្បីប្រាប់យើងថាតើមានអ្វីនៅក្នុងរណ្ដៅនេះទេឃើញទេវាត្រូវបានគេហៅថាឈាមរឹងធីដប្រសិនបើមានពុះតូចឡើងមកលើផ្ទៃទឹកត្រូវតែមានឈាមរឹងរាក់នៅខាងក្រោមប្រសិនបើពិតជាមានមែនហើយច្រើនណាស់នោះមិនអាចទៅរួចទេតើពុកខ្ញុំដែលមានបទពិសោធន៍យ៉ាងទូលំទូលាយអាចរកឃើញ Tidal Hot Blood នៅក្នុងរណ្ដៅភក់នេះដោយរបៀបណាវាគ្រាន់តែជារឿងសាមញ្ញប៉ុណ្ណោះការប្រមូលផលថ្ងៃនេះមិនមែនដោយសារសំណាងទេប៉ុន្តែដោយសារជំនាញនិងបទពិសោធន៍សុទ្ធសាធមនុស្សភាគច្រើនមើលមិនឃើញ Tidal Hot Blood នោះទេមិនអីទេអួតគ្រប់គ្រាន់ហើយស៊ុបកំពុងត្រជាក់អង្គុយចុះឲ្យលឿនញ៉ាំទៅខ្ញុំប្រាប់អ្នកខ្ញុំអាចប្រាប់អ្នកភ្លាមថាភក់នោះមិនធម្មតាឪពុកខ្ញុំបានជីកវាចុះហើយមឹកក៏តម្រង់ជួរគ្នាដើម្បីទាញវាចេញប៉ាដូច្នេះអ្នកមិនបានកត់សម្គាល់ឃើញថាស្បែកជើងជន់ល្មើសមិនធម្មតាកាលពីម្សិលមិញទេគ្រប់គ្រាន់ហើយនិយាយការបោះបង់ចោលអាហារមួយមាត់គឺជាកំហុសយុទ្ធសាស្ត្រសូម្បីតែម្ចាស់ក៏មានរយៈពេលនៃការអនុវត្តប្រែប្រួលដែរប៉ារដូវរបស់អ្នកហាក់ដូចជាវែងបន្តិចមិនអីទេញ៉ាំទៅទីតូចរបស់យើងក្បាលទេញ៉ាំបន្ថែមទៀតឆ្កែទី2កុំបង្ខំខ្លួនឯងខ្លាំងពេកអរគុណវាមិនហត់ទេម៉ាក់
ចាប់ពីពេលនេះទៅយើងនឹងមានសាច់នៅរាល់ពេលញ៉ាំអាហារ